សួស្តីបងថ្ងៃនេះខ្ញុំមកចែកម្លែកពីរបៀបធ្វើដលងស្វាយទឹកដោះគោស្រស់ចឹងណាបងដោយសាររូបមន្តនេះបងជាច្រើនក៏ធ្លាប់ចែកម្លែកហើយចឹងខ្ញុំក៏នៅតែចែកម្លែកបន្តទៀតដែរខ្លាចបងផ្លេចចឹងណាសម្រាប់ទឹកដោះគោស្រស់គឺខ្ញុំមុនដំបូងគឺខ្ញុំចាប់ផ្ដើមលាយជាមួយនឹងម្សៅទឹកដោះគោសិនណាបងគឺខ្ញុំប្រើ2ស្លាបព្រាខ្មៅហ្នឹងណាប្រហែលជា25ក្រាមបងណាជាមួយនឹងទឹកក្តៅ80 ml គោម្សៅទឹកដោះគោលាយចូលគ្នាហើយបងដាក់ទឹកដោះគោស្រស់ទឹកដោះគោរាវកណេសិនណាបងអានឹងជួយឲ្យយើងវាមានលក្ខណៈឲ្យឈ្ងុយឲ្យខ្ទិះ40 ml ណាបងហើយជាមួយនឹងទឹកដោះគោខាប់ហ្នឹងក៏ខ្ញុំដាក់ត្រឹមតែ40 ml ទេបងគឺផ្អែមល្មមអត់ផ្អែមដិតទេតបមកគឺបងត្រូវតែមានទឹកដោះគោស្រស់មួយមុខទៀតដែរណាទឹកដោះគោស្រស់ហ្នឹងគឺខ្ញុំដាក់40 ml ដែរបងហើយយើងកូរល្បាយទាំងអស់ហ្នឹងចូលគ្នាឲ្យសព្វណាបងបន្ទាប់មកគឺយើងចាប់ផ្ដើមមកយកដលងស្វាយមកបៀកកៅសម្រាប់ដលងស្វាយនេះគឺខ្ញុំប្រើជាមួយនឹងម្សៅដលងឯងបងខ្ញុំមកទិញផ្លែដលងអត់បានអញ្ចឹងខ្ញុំប្រើជាមួយនឹងម្សៅដលងប្រហែលជា25ក្រាមទៅ30ក្រាមណាបងហើយជាមួយនឹងទឹកក្តៅ40 មីលីលីត្រដើម្បីរំលាយម្សៅដលងហ្នឹងឲ្យក្លាយជាដលងស្អិតបៀកកៅបែបនេះណាបងបន្ទាប់មកគឺយើងដាក់ទឹកកកពេញកៅមកបងចាក់ទឹកដោះគោដែលយើងលាយហើយហ្នឹងចូលទៅក្នុងកៅជាការស្រេចឲ្យបងយកសាច់ដលងស្វាយដែលនៅសល់ហ្នឹងយកមកដឹកគួរពីខាងលើបន្ថែមបន្តិចទៀតណាមកជាការស្រេចសម្រាប់ដលងស្វាយទឹកដោះគោស្រស់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយរូបមន្តនេះសម្រាប់ការលេង22ណាបងអរគុណច្រើនបងសម្រាប់ការទស្សនាវីដេអូបាយ